ជំរាបសួរបងប្អូនអរគ្នាបាទចឹងថ្ងៃនេះគឺយើងត្រឡប់មកកាន់នៅមេរៀនរបស់យើងសាជាថ្មីហើយថ្ងៃនេះគឺ teacher មានមេរៀនមួយដែលនិយាយអំពីបាទការសន្ទនា I'm kind of broke បាទជាទូទៅពាក្យថា I'm kind of broke ហ្នឹងគឺសំដៅទៅលើការដែលយើងខ្វះខាតនៅលុយបាទខ្វះខាតនៅលុយមួយចំនួនដោយថាយើងចង់បានរបស់អីអញ្ចឹងគឺនៅពេលដែលយើងនិយាយថា I'm kind of broke មានន័យថាយើងរៀងស្ទើរលុយឬក៏យើងក្របន្តិចបាទខ្វះលុយខ្វះខាតនៅការចំណាយទៅលើរបស់នោះអញ្ចឹងថ្ងៃនេះគឺ teacher នឹងបង្ហាញអំពីការសន្ទនារវាង Elliot ជាមួយនឹង Lucia ដែលគាត់ចែកចាយតាក់ទងគ្នាអំពីការដែលគាត់ចំណាយលុយលើការដែលទិញនៅកាមេរ៉ាមួយអញ្ចឹងកុំឲ្យខាតពេលវេលាយូរ teacher នឹងចាក់នៅសំឡេងនៃការសន្ទនាហ្នឹងដើម្បីឲ្យបងប្អូនកាន់តែយល់អំពីការដែលស្ដាប់នៃការសន្ទនារបស់គេជាភាសាអង់គ្លេសផងដែរតោះអញ្ចឹង teacher នឹងចាក់ឲ្យ Page 98, Exercise 2, Conversation. I'm kind of broke. Part A. I really like your camcorder. Actually, it's my friend Ben's. I'm just trying it out this week. I need to give it back to him tomorrow. It looks really expensive. It is. I'm thinking about buying one, but I can't right now. Why not? Well, I'm kind of broke. If I had more money, I'd buy it. It would be nice to be rich, wouldn't it? Tell me about it. What would you do if you were rich? If I were rich, I'd travel. I'd give some money away too. That's nice. បាទអញ្ចឹងនេះគឺជាការសន្ទនា Elliot ជាមួយនឹង Lucia តោះអញ្ចឹង teacher នឹងបកប្រែឲ្យទាំងអស់គ្នាយល់នៅអត្ថន័យខ្លឹមសារនៃការសន្ទនារវាង Elliot ជាមួយនឹង Lucia Elliot I really like your camera បាទ camera ក៏បាន computer ក៏បានដែរអានឹងវាជាសំដៅទៅលើម៉ាស៊ីនថតបាទគាត់និយាយថាខ្ញុំពិតជាចូលចិត្តនៅម៉ាស៊ីនថតរបស់អ្នកមែនតើ Lucia ក៏ឆ្លើយតប Actually it's my friend Ben's ជាការពិតណាស់វាគឺជារបស់កាមេរ៉ាហ្នឹងជារបស់មិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថា Ben I'm just trying it out this week ខ្ញុំទើបតែបានសាកប្រើវាដូចសាកខ្ចីរបស់គាត់ដើម្បីសាកល្បងប្រើវានៅសប្តាហ៍នេះ I need to give it back to him tomorrow ហើយខ្ញុំនឹងត្រូវតែបាទឲ្យវាទៅគាត់វិញបាទឲ្យទៅ Ben វិញនៅឯថ្ងៃស្អែក Elliot It looks really expensive Elliot គាត់និយាយថាអូវាមើលទៅហាក់បីដូចជាថ្លៃនេះមើលទៅទំនងជាថ្លៃចឹង Lucia ក៏ឆ្លើយ It is I'm thinking about buying one but I can't right now But man it is ខ្ញុំកំពុងតែគិតអំពីការដែលខ្ញុំមានគម្រោងបំណងចង់ទិញមួយដែរប៉ុន្តែគឺខ្ញុំមិនអាចទិញបានទេក្នុងពេលឥឡូវនេះបាទ Elliot គាត់ឆ្លើយគាត់សួរថា why not មិនចឹងបាទមិនបានអត់បាន Lucia គាត់ឆ្លើយ well I'm kind of broke if I had more money I buy it ការពិតណាស់បាទខ្ញុំគឺស្ទើរលុយបន្តិចខ្វះខាតលុយបន្តិចឬមួយក៏ខ្ញុំក្របាទមានន័យយើងខ្វះខាតលុយដើម្បីទិញកាមេរ៉ាមួយនោះប្រសិនបើខ្ញុំមានលុយបាទមានលុយច្រើនខ្ញុំនឹងទិញវាហើយបាទខ្ញុំនឹងទិញវា Elliot it would be nice to be rich wouldn't it វានឹងល្អសើបើសិនណាជាខ្ញុំអ្នកមានបាទមិនចឹងទេបាទធម្មតាទៅយើងមានលុយយើងមានកាក់គឺបាទអាចជាល្អប្រសើរហើយ Lucia tell me about it what would you do if you were rich មើលសាក់ប្រាប់ខ្ញុំបន្តិចមើលតើអ្នកនឹងធ្វើអីបាទធ្វើអីបើសិនណាជាអ្នកថាជាអ្នកមានលុយ Elliot if I were rich I travel I give some money away too
បើសិនណាជាខ្ញុំជាអ្នកមានខ្ញុំនឹងធ្វើដំណើរបាទធ្វើដំណើរហើយខ្ញុំក៏បរិច្ចាគលុយមួយចំនួនផងដែរបាទផ្ដល់ជូនទៅកាន់អ្នកដែលក្រីក្របាទចឹងជាការល្អប្រសើរមែនទែនដែលElliot គាត់មានគំនិតមួយដែលគាត់ចេះបរិច្ចាគនៅលុយទៅកាន់អ្នកដែលជាទីខ្វះខាត Lucia that's nice អូមានអីល្អតាគំនិតល្អបាទចឹងនេះគឺជាការសន្ទនារវាង Elliot ជាមួយនឹង Lucia ហើយចំណុចសំខាន់នោះគឺ I'm kind of broke បាទគឺសំដៅទៅលើការដែលបាទគាត់អ្នក Lucia នេះគឺគាត់ខ្វះខាតលុយក្នុងការដែលចង់ទិញនៅកាមេរ៉ាមួយនឹងបាទអរគុណច្រើនteacher មានតែប៉ុណ្្នឹងទេសម្រាប់មេរៀនរបស់យើងនៅថ្ងៃនេះសង្ឃឹមថាបងប្អូនព្យាយាមបន្ថែមក្នុងការដែលពង្រឹងខ្លួនឯងអាននៅការសន្ទនាផ្សេងៗដូចជាវឹកហាត់ក្នុងការដែលបញ្ចេញសំឡេងផងដែរចឹងជួបគ្នានៅវីដេអូក្រោយ teacher នឹងមាននៅមេរៀនដើម្បីចែករំលែកជូនបងប្អូនជាបន្តទៀតចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសូមព្រះប្រទានពរ